ពុកម៉ែបងប្អូនខត្រីប្រភេទនេះចំណាយពេលប្រហែលម៉ោងទៅផុយឆ្អឹងថ្ងៃនេះខ្ញុំខត្រីបែបចម្លែកបន្តិចដោយបំពងត្រីតតែស្រួយរួចទើបយកមកខក្រោយពេលមើលវីដេអូនេះហើយបងប្អូនមានអ្វីចែករំលែកសូមជួយ comment ចែករំលែកនៅក្រោមវីដេអូរបស់ខ្ញុំទាំងអស់គ្នាជាទូទៅពេលខត្រីគឺយើងច្រើនតែប្រើត្រីរៀលនិងត្រីក្រឡង់ត្រូវឲ្យបងប្អូនថ្ងៃនេះរកទិញត្រីក្រឡង់អត់បានទេអញ្ចឹងហើយទិញត្រីរៀលដែលគេធ្វើឲ្យស្អាតហ្នឹងយកមកខចំនួន2គីឡូត្រីរៀលនៅផ្សារមុខរោងចក្រនេះធូរថ្លៃមែនតើ1គីឡូតែ 11000 នេះធ្វើឡើងស្អាតប៉ុន្តែទោះជាធ្វើស្អាតយ៉ាងណាក៏មកដល់ផ្ទះត្រូវតែខ្វេះស្រកីនិងខ្វេះអាគៀនកន្លែងធ្គាមវាហ្នឹងចោលនឹងសម្អាតពោះវាសាថ្មីដែរបន្ទាប់ពីលាងសម្អាតហើយស្អាតអស់ហ្នឹងទុកឲ្យវាស្រស់ទឹកបន្តិចខ្ញុំប្រើអំបិលចំនួន2ស្លាបព្រាបាយប្រឡាក់ត្រីយកទៅហាលបងប្អូនបើចាំយកទៅហាលដូចខ្ញុំក៏បានដែរកុំឲ្យរវល់ពេញមួយថ្ងៃខ្ញុំហាលវាឡើងមួយថ្ងៃពេញតែសូមបញ្ជាក់ថាបើសិនជាយើងប្រឡាក់អំបិលយ៉ាងស្ទើរហាលទៅត្រីអាចស្អុយបងប្អូនត្រី2គីឡូប្រើអំបិលម៉ត់2ស្លាបព្រាបាយប្រឡាក់វាឲ្យផ្អាប់ទុកវាប្រហែលជា1ម៉ោងទៅ2ម៉ោងពេលដែលថ្ងៃកំពុងក្តៅខ្លាំងចាំយកវាទៅហាលនេះគឺដើម្បីអីបងប្អូនដើម្បីឲ្យវារៀងសពាប់ទៅយើងស្រួលបំពងតែបើបងប្អូនមានខ្ទះដែលជៀនទៅអត់ខ្លោចភេទខ្ទះដែលខ្ញុំជៀននេះអាហ្នឹងមិនបាច់ចាំយកទៅហាលក៏បានទុកវាឲ្យទៅស្រស់ទឹកទៅប៉ុន្តែយើងប្រឡាក់អំបិលតិចតិចទៅហើយនឹងដាក់អំបិលនៅក្នុងប្រេងនឹងតិចប្រើប្រេងឲ្យច្រើននិងភ្លើងឲ្យក្តៅដាក់វាបំពងតែម្ដងបើនិយាយទៅយើងមិនមែនជៀនទេបំពងវាឲ្យស្រួយទៅពេលដែលបំពងវាឲ្យស្រួយអញ្ចឹងទៅយើងយកត្រីនឹងមកខសាច់ត្រីអត់បែកទេឡើងរឹងស្វិតហើយឆ្អឹងត្រីវិញផុយឆ្ងាញ់មែនតើជាធម្មតាយើងខត្រីគឺប្រឡាក់ត្រីជាមួយនឹងខ្ទឹមជាមួយម្រេចជាមួយប៊ីចេងឲ្យហើយបន្ទាប់មកកូរស្ករនិងក្រាលអំពៅក្រាលអីពីក្រោមដើម្បីកុំឲ្យខ្លោចបាតក្រោមវិញប៉ុន្តែខ្ញុំខនេះគឺចម្លែកផ្ទុយពីការធ្វើរបស់ពុកម៉ែបងប្អូននិងខ្ញុំធ្លាប់ធ្វើពីមុនមកទាំងអស់តែម្ដងបងប្អូនអាចសាក់លបងធ្វើបានឆ្ងាញ់ត្រី2គីឡូខ្ញុំប្រើប៉េងប៉ោះ6គ្រាប់ប៉េងប៉ោះនេះខ្ញុំយកវាមកឆូតសបកខាងក្រៅហើយដាក់វាស្ងោរចំនួន5នាទីដើម្បីងាយស្រួលបកសបកចេញហើយយកកត្រៃមកកាត់ឬមួយក៏យកកបិតមកចិញ្ច្រាំវាក៏បានដែរចិញ្ច្រាំឲ្យម៉ត់ដូចធ្វើជារបៀបទឹកប៉េងប៉ោះដើម្បីងាយស្រួលដាក់ចូលទៅខទៅវាចូលជាតិក្នុងត្រីបានល្អប៉ុន្តែបើបងប្អូនខ្ជិលញញ៉ៃទិញតែទឹកប៉េងប៉ោះមកដាក់វាមកកូនចានចូលទៅត្រី2គីឡូដាក់មកកូនចានចកគឺល្មមហើយងាយស្រួលលឿនទៀតខ្ញុំក៏បានហាន់ខ្ញីជាចំណិតត្រៀមទុកដាក់ដែរឥឡូវពេលនេះត្រីដែលខ្ញុំបានបំពងហ្នឹងគឺឆ្អិនហើយចំណែកឯអំពៅវិញខ្ញុំមិនដាក់ដើមអំពៅទេខ្ញុំដាក់ទឹកអំពៅតែម្ដងវាងាយស្រួលជ្រាបចូលក្នុងសាច់ត្រីបានលឿនដាក់អំពៅនឹងងាស់ដល់ពេលណាបានចេញអាជាតិពីអំពៅនឹងអស់បងប្អូនហើយយើងចំណេញស្ករទៀតដាក់ទឹកអំពៅចឹងពេលនេះគឺដាក់ឆ្នាំងដាក់ស្ករត្នោតកូរវាឡើងតាំងម៉ែបន្ទាប់មកដាក់ខ្ទឹមនិងខ្ញីកូរឲ្យឡើងឈ្ងុយបន្តិចហើយទើបចាក់ប៉េងប៉ោះចូលឆាប៉េងប៉ោះនឹងស្ករនឹងឲ្យចូលគ្នាបានល្អបន្ទាប់មកយកត្រីដែលបំពងហើយអំបញ្ញមិញហ្នឹងយកវាមកចាក់ចូលទៅក្នុងគ្រឿងដែលបានកូរហ្នឹងរួចហើយច្របល់វាឲ្យចូលគ្រឿងគ្នាចុះឡើងដោយសារឆ្នាំងខ្ញុំទូចពេលច្របល់ទៅឆ្នាំងរត់ទៅមកបងប្អូនពេលហ្នឹងត្រូវប្រើភ្លើងតិចបានប្រយ័ត្នខ្លោចឈាមល្វីងញ៉ាំអត់កើតខ្ញុំដាក់ស្រាធ្វើម្ហូបហ្នឹងមួយកូនចានចង្កឹះបន្ទាប់មកចាក់ទឹកអំពៅដែលបានត្រៀមហើយមិញហ្នឹងចូលទាំងអស់នឹងដាក់ម្រេចចូលផងដែរពេលនេះអាចចាក់ទឹកចូល1លីត្រត្រីតែម្ដងបានខ្ញុំភ្លេចត្រូវដាក់ទឹកស្អ៊ីវកន្លះកូនចានចង្កឹះដែរបិទគម្របហើយធ្វើការរំងាស់វាខាស់ទឹកម្ដងហើយចាក់ទឹកចូលម្ដងទៀតនិយាយទៅខ្ញុំចំណាយពេលរហូតដល់3ម៉ោងឯណោះទើបធ្វើឲ្យខនេះផុយឆ្អឹងនិងឈ្ងុយឆ្ងាញ់ដល់ពេលដែលយើងបំពងត្រីហើយបានយកមកខអញ្ចឹងបងប្អូនគឺសាច់ត្រីរឹងល្អមែនតើនេះឃើញហ៎គឺវាអត់បែកទៅណាទេនៅរលូនទាំងមូលតែម្ដងអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់ជម្រាបលា